សួស្តីបងប្អូនទាំងអស់គ្នាតោះដោយការសន្យាតាមការ live របស់ខ្ញុំពីម្សិលមិញពីយប់មិញដែលយើងថាខ្ញុំនឹងនិយាយអំពី community standard ដើម្បីចែកជូនបងប្អូនទាំងអស់គ្នាបានដឹងនិងបានយល់ថាតើអ្វីទៅគួរផុសអ្វីទៅមិនគួរផុសនៅក្នុង Facebook តើបងប្អូនត្រូវតែធ្វើយ៉ាងម៉េចចឹងណាបងប្អូនអញ្ចឹងយើងចូលមកទំព័រទី1ទំព័រដើមនេះក៏សូមជម្រាបជូនបងប្អូនដែរថា community standard នេះគឺអាចប្រើបានគ្រប់គ្នាទូទៅបងប្អូនអាចចូលទៅមើលបានដូច link នៅក្នុងនេះចឹងណាបងប្អូនអានឹងគឺខាងក្រុមហ៊ុន Meta គេដាក់ឲ្យយើងអឺបានមើលបានឃើញបានដឹងទាំងអស់គ្នានឹងឯងបងប្អូនគឺអត់មានការលាក់លៀមមិនមែនថាទាល់តាមនុស្សយ៉ាងនេះយ៉ាងនោះបានមើលបានទេបងប្អូនឲ្យតែអ្នកចូលប្រើនៅក្នុងសង្គមFacebook នេះគឺអាចមើលបានទាំងអស់គ្នាអត់បញ្ហាទេបងប្អូនអញ្ចឹងយើងចាប់ផ្ដើមពីនេះទៅបងប្អូនពី community standard តែជាអ្វីអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺជាសេចក្តីណែនាំរបស់គេពីដំបូងអឺខ្ញុំនិយាយជាខ្មែរបកជាខ្មែរយកបដ ாய் បងប្អូនហៅថាស្តង់ដារសហគមន៍ស្តង់ដារសហគមន៍បង្ហាញនៅអ្វីដែលអនុញ្ញាតនិងមិនត្រូវបានអនុញ្ញាតនៅលើ Facebook Instagram Messenger ក៏ដូចជា Thread ផងដែរបងប្អូនប្រហែលជាដឹងហើយនៅធ្លាប់ប្រើហើយឬក៏បានប្រើឲ្យដឹងអា Thread ហ្នឹងវាទំចេញថ្មីឆ្នាំមុនអីទេអញ្ចឹងណាបងប្អូនអញ្ចឹងយើងចូលកន្លែងនេះមកគឺសេចក្តីផ្ដើមឬក៏សេចក្តីណែនាំនឹងឯងថាជារៀងរាល់ថ្ងៃមនុស្សប្រើ Facebook Instagram Messenger និង Thread ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្តិនិងក្រុមគ្រួសារនិងសហគមន៍ជាដើមសេវាកម្មរបស់យើងខ្ញុំអាចឲ្យមនុស្សរាប់ពាន់លាននាក់បញ្ចេញមតិដោយសេរីនៅគ្រប់បណ្ដាប្រទេសនិងវប្បធម៌និងរាប់សិបភាសាអញ្ចឹងណាបងប្អូនមេតាដឹងថាវាជាការសំខាន់សម្រាប់ Facebook Instagram Messenger និង Thread ជាកន្លែងដែលមនុស្សដឹងថាខ្លួនបានទទួលបានសិទ្ធិអំណាចដើម្បីធ្វើការប្រស្រ័យទាក់ទងជាមួយគ្នាហើយយើងត្រូវបំពេញតួនាទីដោយយកចិត្តទុកដាក់ក្នុងការដកចេញនៅការបំពាននានាការដកចេញនៅការបំពាននានាចេញពីសេវានោះហេតុនេះហើយទើបក្រុមហ៊ុនបានបង្កើតស្តង់ដារសហគមន៍នេះសម្រាប់អ្វីដែលអនុញ្ញាតនិងមិនអនុញ្ញាតឲ្យមាននៅលើសេវាទាំងនេះឯងណាបងប្អូនអញ្ចឹងគេបញ្យល់ណែនាំយើងអញ្ចឹងមានន័យថាគេរៀបចំស្តង់ដារក្រិតក្រមគេនេះគឺដើម្បីឲ្យយើងដឹងថាអ្វីទៅដែលគួរធ្វើអ្វីទៅដែលមិនគួរធ្វើអញ្ចឹងណាបងប្អូន The standard គោលការណ៍ទាំងនេះផ្អែកលើមតិកែលម្អពីអ្នកប្រើប្រាស់និងដំបូន្មានរបស់អ្នកជំនាញក្នុងវិស័យនានាដូចជាបច្ចេកវិទ្យាសុវត្ថិភាពសាធារណៈនិងសិទ្ធិមនុស្សជាដើមដើម្បីធានាថាការបញ្ចេញមតិរបស់អ្នករាល់គ្នាត្រូវបានធ្វើឲ្យមានតម្លៃឬក៏ឲ្យប្រសើរឡើងក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើតស្តង់ដារទាំងឡាយដែលរួមបញ្ចូលទាំងទស្សនៈនិងជំនឿផ្សេងៗជាពិសេសពីអ្នកប្រើប្រាស់និងសហគមន៍ដែលអាចត្រូវបានមើលរំលងឬមិនយកចិត្តទុកដាក់អញ្ចឹងណាបងប្អូនអញ្ចឹងមានន័យថាពួកគេតែងតែយកមតិអំពីពួកយើងទាំងអស់គ្នាដែលជាអ្នកប្រើប្រាស់នេះយើងមានអីទោះខុសឧទាហរណ៍ថាវាមានកន្លែងណាមួយដែលបងប្អូនមិនពេញចិត្តបងប្អូនអាចដាក់ជាយោបល់ហ្នឹងទៅខាង Facebook គេបានអញ្ចឹងណាបងប្អូនដាក់ទៅគេនឹងធ្វើការត្រួតពិនិត្យគេពិភាក្សាគ្នាដើម្បីធ្វើការកែប្រែបើសិនជាសមរម្យអញ្ចឹងណាបងប្អូនហើយឬក៏មានកន្លែងណាដែលបងប្អូនចង់បំផុសគំនិតរបស់បងប្អូនថាអូមានចេះទៅល្អដាក់ចេះទៅវាមានសុវត្ថិភាពវាប្រសើរអីចឹងណាបងប្អូនអញ្ចឹងបងប្អូនអាចតម្លាក់
ជាមតិយោបល់ចូលទៅគេនឹងត្រេះរិះពិភាក្សាគ្នាហើយបងប្អូនចាវីដេអូនេះខ្ញុំមិនបាច់មើលទេបងប្អូនយើងចូលមកដល់នេះក៏ដោយចូលដល់កន្លែងនេះក៏ដោយទៅដល់កន្លែងនេះក៏ល្អដែរកន្លែងនេះវាដូចជានេះទេយើងចូលដល់មក community to voice commitment មានន័យថាការបដិញ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការបញ្ចេញមតិគោលដៅនៃស្តង់ដាសហគមន៍របស់យើងគឺដើម្បីបង្កើតកន្លែងសម្រាប់ការបង្ហាញអារម្មណ៍និងផ្ដល់សិទ្ធិបញ្ចេញមតិដល់អ្នកប្រើប្រាស់អញ្ចឹងណាបងប្អូនគេជាកន្លែងដែលឲ្យយើងសម្រាប់យើងបង្ហាញអារម្មណ៍និងជាមតិផ្សេងអញ្ចឹងមកពេលយើងផុស Facebook ហ្នឹង Facebook វាសួរថាមានអីថាគេសួរយើងមិនដំបូងឃើញកន្លែងយើងចាប់ផ្ដើម post status ណាតើយើងនៅណាអីចឹងណាគេដឹងយើងមេតាចង់ឲ្យអ្នកប្រើប្រាស់អាចនិយាយដោយបើកចំហពីបញ្ហាដែលសំខាន់ចំពោះពួកគេមិនថាតាមរយៈមតិដែលបានសរសេររូបថតតន្ត្រីឬមធ្យោបាយសិល្បៈផ្សេងទៀតទោះបីជាអ្នកខ្លះអាចជំទាស់ឬយល់ថាពួកគេអាចជំទាស់បានក៏ដោយក្នុងករណីមួយចំនួនក្រុមហ៊ុនអនុញ្ញាតឲ្យមានមាតិកាដែលផ្ទុយពីស្តង់ដាររបស់យើងប្រសិនបើវាមានតម្លៃជាដំណឹងនិងជាចំណាប់អារម្មណ៍ជាសាធារណជនអូខេក្រុមហ៊ុនធ្វើដូច្នេះបន្ទាប់ពីថ្លឹងថ្លែងតម្លៃនៃផលប្រយោជន៍សាធារណៈធៀបទៅនឹងហានិភ័យនៃគ្រោះថ្នាក់ហើយក្រុមហ៊ុនសម្លឹងមើលទៅស្តង់ដារសិទ្ធិមនុស្សអន្តរជាតិដើម្បីធ្វើការវិនិច្ឆ័យទាំងនោះចឹងមានន័យថាអ្វីដែលយើងផុសទៅមុននឹងគេថ្លឹងថ្លែងមុននឹងគេយកទៅនេះគឺគេយកទៅប្រៀបធៀបស្តង់ដារអន្តរជាតិពីសិទ្ធិមនុស្សពីអីផ្សេងចឹងច្រើនបងប្អូនតើវាមានគ្រោះថ្នាក់ហានិភ័យអីដល់សហគមន៍ដល់អ្នកប្រើទូទៅទូទាំងពិភពលោកអត់ចឹងណាបងប្អូនក្នុងករណីផ្សេងទៀតយើងអាចដកមាតិកាដែលប្រើភាសាមិនច្បាស់លាស់ឬបង្កប់ចេញមានន័យថាភាសាដែលប្រើមិនច្បាស់លាស់គឺប្រភេទជាការសរសេរដោយស៊ីងដូចជាបងប្អូនយកភាសាខ្មែរទៅសរសេរជាប្រកបយកជាពាក្យអក្សរអង់គ្លេសមកនិយាយឲ្យចេញជាសំនៀងខ្មែរអញ្ចឹងណាហ្នឹងក៏វាពិបាកស្ដាប់ដែរអ្វីជាភាសាមិនអាចយល់គឺគេអាចនឹងច្រានចោលអ្វីទាំងនោះអញ្ចឹងណាឬបង្កប់ចេញនៅពេលដែលបរិបទបន្ថែមអនុញ្ញាតឲ្យយើងយល់ដោយសមហេតុផលថាមាតិកានោះខុសពីស្តង់ដាររបស់យើងអញ្ចឹងបងប្អូនណាជាកន្លែងខ្ញុំនិយាយនឹងឯងមកខំទៀតការបដិញ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការបញ្ចេញមតិគឺសំខាន់បំផុតប៉ុន្តែក្រុមហ៊ុនទទួលស្គាល់ថាអ៊ីនធឺណិតបង្កើតឲ្យមានឱកាសថ្មីនិងបង្កើតឱកាសសម្រាប់ការបំពានអូខេនៅកន្លែងហ្នឹងដូចខ្ញុំនិយាយអញ្ចឹងអ៊ីនធឺណិតគឺវាបង្កើតឱកាសឲ្យយើងច្រើនណាស់បងប្អូនដូចជានៅពេលដែលយើងមាន Facebook ពេលដែលយើងមានបណ្ដាញសង្គមអ្វីផ្សេងយើងមានឱកាសច្រើនក្នុងការទទួលដំណឹងដូចជាដំណឹងការងារដំណឹងព័ត៌មានជំវិញពិភពលោកផ្សេងប៉ុន្តែវាក៏ជាកន្លែងដែលជនខិលខូចអាចបង្កើតនៅដំណឹងអាក្រក់និងអំពើអាក្រក់នៅក្នុងនោះដែរណាបងប្អូនដោយសារមូលហេតុទាំងនេះនៅពេលដែលក្រុមហ៊ុនដាក់កម្រិតលើការបញ្ចេញមតិក្រុមហ៊ុនធ្វើវាដើម្បីដល់គុណតម្លៃមួយឬច្រើនដូចខាងក្រោមអញ្ចឹងណាបងប្អូនអញ្ចឹងដោយសារតែរឿងទាំងអស់ហ្នឹងហើយដែលបណ្ដាញសង្គមចេញមកវាអាចធ្វើឲ្យមានផលវិជ្ជមាននិងផលអវិជ្ជមានដូច្នេះទើបគេបង្កើតអាស្តង់ដារសហគមន៍នេះចេញឡើងមកអញ្ចឹងបងប្អូនអញ្ចឹងយើងមើលពីទី1នេះសិនរូបមីក្រូនេះស្អីគេរូបមីក្រូនេះ intensity ការបញ្ជាក់ភាពត្រឹមត្រូវយើងចង់ឲ្យប្រកាសថាមាតិកាដែលមនុស្សឃើញគឺពិតប្រាកដណាយើងចង់ឲ្យប្រកាសថាមាតិកាដែលមនុស្សឃើញគឺពិតប្រាកដអញ្ចឹងមានន័យថាដូចពីលើគេនិយាយមកអញ្ចឹង
ក្រុមហ៊ុនចង់ឲ្យប្រកាសថាមាតិកាដែលបងប្អូនផុសចេញទៅហ្នឹងគឺជាមាតិកាពិតប្រាកដមានខ្លឹមសារច្បាស់លាស់មិនមែនជាអ្វីដែលសរសេរទៅធ្វើឲ្យសហគមន៍ឬក៏មនុស្សជុំវិញយើងមើលមិនយល់នោះទេបងប្អូនអញ្ចឹងវាអត់មានប្រយោជន៍ហើយជាអ្វីដែលនៅយូរខាងមុខទៀតវានឹងคล้ายទៅជា spam នឹងคล้ายជាការផុសឥតប្រយោជន៍ដែលគេនឹងមានការព្រមានក្រុមហ៊ុនជឿជាក់ថាភាពត្រឹមត្រូវបង្កើតឲ្យមានបរិយាកាសកាន់តែប្រសើរសម្រាប់ការចែករំលែកហើយនេះជាមូលហេតុដែលក្រុមហ៊ុនមិនចង់ឲ្យមនុស្សប្រើសេវារបស់យើងដើម្បីបង្ហាញខុសពីការពិតថាពួកគេជានរណាឬពួកគេកំពុងធ្វើអ្វីអញ្ចឹងណាបងប្អូនកន្លែងនេះគឺចង់មានន័យថាបុគ្គលមួយបង្កើត Facebook account Facebook មួយគណនី Facebook មួយទៅដាក់រូបបុគ្គលមួយទៀតហើយទៅផុសសកម្មភាពធ្វើអ្វីមួយដែលខុសប្រក្រតីកន្លែងហ្នឹងហើយដែលបញ្ជាក់មិនបាននៅភាពច្បាស់លាស់នៅភាពត្រឹមត្រូវអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនព្យាយាមប្រើដោយការទទួលខុសត្រូវខ្លួនឯងគឺជាខ្លួនឯងហើយបើសិនជាមានអ្នកណាមួយបង្កើត account បង្កើតគណនីដោយប្រើរូបភាពរបស់បងប្អូនឈ្មោះរបស់បងប្អូនអាចធ្វើការ report ឬក៏ដាក់សំណើតវ៉ាទៅក្រុមហ៊ុន Facebook ដើម្បីឲ្យគេធ្វើការពិចារណាលុបនៅគណនីคล้ายៗនោះចេញគណនីคล้ายបន្លំអញ្ចឹងបងប្អូនអញ្ចឹងយើងមកខាងដាំនេះមក safety សុវត្ថិភាព we commitment to យើងបដិញ្ញាធ្វើឲ្យ Facebook Instagram Messenger និង Thread ជាកន្លែងមានសុវត្ថិភាពអញ្ចឹងក្រុមហ៊ុនគេបដិញ្ញាអញ្ចឹងប៉ុន្តែកន្លែងបដិញ្ញានេះគឺពាក់ព័ន្ធទៅនឹងបងប្អូនទាំងអស់គ្នារួមទាំងខ្ញុំផងដែរគឺចង់និយាយថាបើពួកយើងព្យាយាមឲ្យមានសុវត្ថិភាពទាំងអស់គ្នាគឺវាមានសុវត្ថិភាពហើយឲ្យមានភាពត្រឹមត្រូវគឺត្រឹមត្រូវហើយលុះត្រាតែក្នុងចំណោមពួកយើងវាមានជនខិលខូចដែលព្យាយាមធ្វើអ្វីឲ្យវាមានភាពរញ៉េរញ៉ៃអញ្ចឹងណាបងប្អូនតទៀតយើងលុបមាតិកាណាដែលអាចរួមចំណែកបង្កហានិភ័យនៃគ្រោះថ្នាក់ដល់សុវត្ថិភាពរាងកាយរបស់មនុស្សមាតិកាដែលគំរាមកំហែងអ្នកប្រើប្រាស់ដែលអាចនាំឲ្យមានការបំផិតបំភ័យកាត់ចេញឬបំបិទមាត់អ្នកដទៃនិងមិនអនុញ្ញាតឲ្យមាននៅលើសេវាកម្មរបស់យើងទេអញ្ចឹងណាបងប្អូនកន្លែងនេះហើយដែលបងប្អូនខ្លះដែលផុសអ្វីនៅការប្រមាថទៅលើអ្នកដទៃជេរអ្នកដទៃគំរាមកំហែងអ្នកដទៃដែលគណនីរបស់អ្នកដែលផុសទាំងនោះត្រូវបានទទួលពិន័យជាការបិទចោលឬ warning ផុសអ្វីទៅមិនឲ្យមានអ្នកណាឃើញទេពួកខ្លួនឯងអត់ដឹងគិតតែពីផុសតែតាមពិតក្រុមហ៊ុននៅ community standard នេះគេហៅស្តង់ដារសហគមន៍នេះគេបានបិទមិនឲ្យអ្នកណាឃើញគណនីនោះទេគិតតែពីផុសតែអត់មានណាមើលឃើញទេអញ្ចឹងណាបងប្អូនខ្ញុំព្យាយាមធ្វើអ្វីដែលល្អផុសអ្វីដែលល្អតទៅទៀតគឺពាក់ព័ន្ធនឹងឯកជនភាព privacy ក្រុមហ៊ុនបដិញ្ញាចិត្តឬក៏យើងបដិញ្ញាចិត្តការពារឯកជនភាពនិងព័ត៌មានផ្ទាល់ខ្លួនឯកជនភាពផ្ដល់សេរីភាពដល់អ្នកប្រើប្រាស់ឲ្យធ្វើជាម្ចាស់លើខ្លួនឯងជ្រើសរើសរបៀបនិងពេលវេលាដែលត្រូវចែករំលែកនៅលើសេវាកម្មរបស់យើងនិងភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួលបន្ទោសបងប្អូនអញ្ចឹងកន្លែងឯកជនភាពនេះបងប្អូនខ្ញុំចង់ណែនាំបងប្អូនបន្តិចបងប្អូនចូលទៅ Facebook របស់បងប្អូន privacy and setting ហ្នឹងកន្លែងលេខទូរស័ព្ទបងប្អូនដាក់ see only me email ក៏ only me ដែរអាចទេ location មួយទៀតក៏បានអញ្ចឹងណាដើម្បីថារាល់អ្នកណាជា follower យើងជា friend យើងចូលទៅមើលនៅ profile របស់យើងគឺមិនឃើញលេខទូរស័ព្ទឬក៏ email ឬក៏ទីតាំងយើងនៅទីណាទេអញ្ចឹងណាបងប្អូនយើងធ្វើអានឹងឲ្យបានទៅវាការពារល្អអញ្ចឹងដល់កន្លែងនេះទៅទៀតចង់ងឹតអូខេសេចក្តីថ្លៃថ្នូរក្រុមហ៊ុនជឿជាក់ថាអ្នកប្រើប្រាស់ទាំងអស់មានសេចក្តីថ្លៃថ្នូរនិងសិទ្ធិស្មើគ្នា
អញ្ចឹងកន្លែងនេះចង់បញ្ជាក់ថាពាក្យហ្នឹងល្អបងប្អូនមានន័យថាគេជឿជាក់ថាអ្នកប្រើប្រាស់ទាំងអស់ហ្នឹងមានសេចក្តីថ្លៃថ្នូរហ្នឹងចិត្តស្មារគ្នាគឺចង់និយាយថាយើងមិនអាចផុសប្រមាថអ្នកណាជេរអ្នកណាមើលងាយអ្នកណាទេអញ្ចឹងណាអញ្ចឹងវាបង្កប់ន័យជ្រៅអាកន្លែងនេះឬក៏ផុសរូបរបស់អ្នកណាមួយដែលមិនមែនជាដែលមិនទទួលបានការអនុញ្ញាតឲ្យយើងយកមកផុសអាហ្នឹងគឺជាសេចក្តីថ្លៃថ្នូរហើយគឺជាការថោកទាបមួយដែលយើងយករបស់គេមកផុសដោយគ្មានការអនុញ្ញាតអញ្ចឹងណាក្រុមហ៊ុនរំពឹងថាអ្នកប្រើប្រាស់នឹងគោរពសេចក្តីថ្លៃថ្នូររបស់អ្នកដទៃណានឹងមិនបៀតបៀនឬបន្ទាបបន្ថោកអ្នកដទៃឡើយបងប្អូនកន្លែងយ៉ាងអេមកបងប្អូនខ្ញុំចូលចិត្តអញ្ចឹងយើងអូខេវានៅមានជាច្រើនទៀតបងប្អូនដូចជាតាមពិតអ្វីដែលខ្ញុំចង់ចែករំលែកបន្តបន្ថែមហ្នឹងនេះគឺនៅក្រោមនេះខាងស្ដាំដៃបងប្អូនច្រើនណាស់អញ្ចឹងថ្ងៃនេះគ្រាន់តែជាសេចក្តីណែនាំឲ្យយល់ត្រួសទេអញ្ចឹងណាបងប្អូនតែយើងមើលសិនទៅស្តង់ដារសហគមន៍របស់ក្រុមហ៊ុនអនុវត្តចំពោះមនុស្សគ្រប់រូបនៅជុំវិញពិភពលោកនិងចំពោះមាតិកាគ្រប់ប្រភេទរួមទាំងមាតិកាដែលបង្កើតឡើងដោយ AI មានន័យថាក្រុមហ៊ុន Facebook នេះមិនបានដាក់កំហិតទៅលើបុគ្គលណាឬជនណាមួយជាបុគ្គលទេក្រុមហ៊ុនមេតានេះស្តង់ដារសហគមន៍នេះច្បាប់ស្តង់ដារសហគមន៍នេះគឺអនុវត្តទៅលើមនុស្សជុំវិញទូទាំងពិភពលោកខុសអីខុសគឺខុសហើយគេលុបឬក៏គេ warning ហើយអញ្ចឹងណាបងប្អូនរួមទាំងអ្នកដែលបង្កើតរូបភាពដោយ AI ហ្នឹងដោយបញ្ញាសិប្បនិម្មិតហ្នឹងដែលធ្វើរូបដែលអាចមានហានិភ័យដល់សហគមន៍ឬក៏មនុស្សម្នាផ្សេងឬក៏អាចធ្វើជារូប AI ទៅជេរប្រមាថបំផិតបំភ័យអ្នកដទៃក៏គេលុបដែរអញ្ចឹងណាបងប្អូនអញ្ចឹងវាលយអញ្ចឹងខាងក្រោមទៀតផ្នែកនីមួយៗនៃស្តង់ដារសហគមន៍របស់យើងចាប់ផ្ដើមដោយហេតុផលគោលនយោបាយដែលកំណត់ពីគោលបំណងនៃគោលនយោបាយដោយដែនកំណត់គោលនយោបាយជាក់លាក់ដែលគូសបញ្ជាក់ជាច្រើនទៀតអញ្ចឹងណាបងប្អូនអញ្ចឹងមានន័យថាអ្វីដែលគេធ្វើគេមានដែនកំណត់របស់គេគឺមានគោលនយោបាយជាក់លាក់ច្បាស់លាស់របស់គេមិនបានចេះតែធ្វើទេកាលណាខ្ញុំជឿជាក់ថាបន្តិចទៀតទៅក្រុមហ៊ុននេះនឹងបង្កើត security កាន់តែខ្លាំងបង្កើតសុវត្ថិភាពដល់អ្នកប្រើប្រាស់កាន់តែខ្លាំងមានន័យថាឧទាហរណ៍មួយថាខ្ញុំផុសអីដែលខុសខ្លាំងឈ្មោះខ្ញុំនេះនឹងលេងបង្កើត Facebook បានទៀតហើយអញ្ចឹងណាលុះត្រាតែខ្ញុំប្រើឈ្មោះអីផ្សេងប៉ុន្តែនៅពេលដែលខ្ញុំធ្វើ KYC បញ្ជាក់ identity ខ្ញុំហ្នឹងបញ្ជាក់ពីអត្តសញ្ញាណខ្ញុំហ្នឹងឃើញតែឈ្មោះខ្ញុំនឹងលេងប្រើបានអញ្ចឹងណាតែឥឡូវនេះមិនទាន់ទេគ្រាន់តែយើងត្រៀមខ្លួនធ្វើអ្វីដែលល្អដែលត្រឹមត្រូវផុសទៅបើសិនជាយើងចង់ប្រើ Facebook ហ្នឹងតទៅទៀតអញ្ចឹងណាបងប្អូនកុំឲ្យវាមានការខុសអញ្ចឹងបងប្អូនឃើញអាសញ្ញាដកនេះទេមាតិកាដែលមិនត្រូវបានអនុញ្ញាតអញ្ចឹងវាមានច្រើនអានេះគ្រាន់តែជាសញ្ញាមួយដែលអាចនឹងលោតទៅចូលក្រោម profile របស់បងប្អូនបើសិនជាបងប្អូនបានធ្វើអីខុសអញ្ចឹងណាចាសញ្ញាឧទាននេះមាតិកាដែលត្រូវដែលតម្រូវឲ្យមានព័ត៌មានឬបរិបទបន្ថែមដើម្បីអនុវត្តមាតិកាដែលត្រូវបានអនុញ្ញាតជាមួយនឹងអាសញ្ញាព្រមាននេះឬមាតិកាដែលត្រូវបានអនុញ្ញាតប៉ុន្តែអាចមើលបានតែមនុស្សពេញវ័យដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅតែប៉ុណ្ណោះហ្នឹងបងប្អូនអញ្ចឹងកាលណាវាលោតអាសញ្ញានឹងទៅលើដូចសារបងប្អូនផុសអ្វីមួយដែលកូនក្មេងមិនអាចមើលបានអញ្ចឹងនៅក្នុង follower របស់បងប្អូនហ្នឹងវាមានអ្នកអាយុទាបក្រោម18ឆ្នាំអញ្ចឹងណាលេង Facebook ដែរអញ្ចឹងបងប្អូនធ្វើអ្វីដែលប៉ះពាល់រឿងនោះវានឹងលោតអាសញ្ញានេះមកឲ្យបងប្អូនដឹងថាអ្វីទាំងអស់នោះគឺมันអាចផុសបានទេអាចព្យាយាមរិះរោចលុបចោលឬក៏កែប្រែឲ្យវាល្អប្រសើរឡើងវិញអញ្ចឹងណាបងប្អូន
កុំធ្វើវាទៀតវាអាចនឹងមានហានិភ័យដល់Facebook របស់បងប្អូនអញ្ចឹងសេចក្តីណែនាំនៅក្នុងវីដេអូទី1នេះគឺមានតែប៉ុណ្្នឹងទេបងប្អូនខ្ញុំនឹងធ្វើនេះកន្លែងនេះយ៉ាចាប់ពី coordinating ham នេះរហូតចុះមកក្រោមតែតាមពិតទៅខ្ញុំចង់ធ្វើចោះមិនចោះឲ្យចង់ធ្វើទាំងអស់ប៉ុន្តែខ្ញុំចង់ជ្រើសរើសនេះណាដែលវាចំគោលដៅបងប្អូនប្រើប្រាស់រាល់ថ្ងៃនេះខ្លាំងជាងអានេះក៏ចំដែរតែវានៅក្រោមទេខ្ញុំចង់ដាក់ដូចជា bullying and harassment child exploitation human exploitation suicide and sexuality នេះ adult nudity adult exploitation hateful conduct នេះហើយនឹង violent incitement ចាប្រមាណនេះតែពិតវាជួបច្រើនអញ្ចឹងណាចឹងអូខេបងប្អូនវីដេអូទី1ដែលនិយាយពីសហគមន៍នៅក្នុងសេចក្តីណែនាំនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំនឹងចេញវីដេអូទី2ដែលនិយាយចាប់ពី coordinating ham នេះចុះមកក្រោមដល់មួយរហូតដល់អស់ដើម្បីចែកជូនបងប្អូនទាំងអស់គ្នាឲ្យមានការស្វែងយល់ពីការប្រើប្រាស់ Facebook ឲ្យកាន់តែទូលំទូលាយនិងសុវត្ថិភាពពុពេញដោយសុជីវធម៌សិលធម៌នៅក្នុងការផុសនៅក្នុងការចែករំលែកនៅព័ត៌មានរបស់បងប្អូនគ្រប់គ្នាអរគុណច្រើនបាយបាយ